មួយមុខនេះសម្បូរដោយវីតាមីនហើយចំណាយតិចទៀតណាបងប្អូនអរគ្នាហើយធ្វើលឿនតែម្ដងហើយណាខ្ញុំមកស្ងោរជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយយើងមានដាក់ស្អំមានដាក់ជាមួយនឹងដំឡូងជ្រុងដំឡូងបាហើអីក៏បានដែរបងប្អូនសាច់យើងចូលចិត្តអញ្ចឹងណាហើយខ្ញុំមានបន្ថែមជាមួយនឹងលឹកបាសនិយាយទៅគឺសិតតែបន្លែខៀវតែម្ដងណាបងប្អូនអរគ្នាដោយសារតាចង់ញ៉ាំបែបអញ្ចឹងហើយណាមួយសម្បូរវីតាមីនទៀតអញ្ចឹងជាដំបូងនោះខ្ញុំយកទឹកមកដាំឲ្យពុះសិនហើយយើងដាក់កូនលក្រៃរំដេងលក្រូចហើយខ្ញុំមានដំខ្ទឹមកាត់ឆ្អាបផងដែរបន្តមកទៀតខ្ញុំគ្រាន់តែយកសាច់ជ្រូកដែលយើងច្រាំរួចហើយហ្នឹងហើយយើងប្រឡាក់គ្រឿងរ៉ូឌីបន្តិចមកឲ្យវាចូលជាតិគ្នាបងប្អូនចាបន្ទាប់ពីហ្នឹងមកខ្ញុំដាក់សាច់ជ្រូកចូលបន្ទាប់ហើយសាច់ជ្រូកយើងឆ្អិនមកល្មមហើយយើងដាក់អាបន្លែណាដែលថាវាក្រឆ្អិនចូលទៅមុនអញ្ចឹងទៅហើយបន្ទាប់ពីយើងដាក់មកល្មមឆ្អិនហើយយើងបន្ថែមតាលឹកបាសខ្ទិះហើយនឹងស្អំចូលទៅតាមក្រោយមកពុះយើងក្របហើយតមកយើងផ្លុតភ្លើងបងប្អូនអរគ្នាកុំឲ្យទុកវាឆ្អិនពេកនិយាយទៅមួយមុខនេះគឺឆ្ងាញ់មែនទេបងប្អូនអើយបានជាមួយនឹងបុកទឹកគ្រឿងឬក៏យើងបុកកតុយហើយអីគឺកាន់តែឆ្ងាញ់តែម្ដងពេលខ្លះយើងនឹកអត់ឃើញម្ហូបអីទេតែបានតែធ្វើម្ហូបហ្នឹងគឺដឹងតែឆ្ងាញ់ហើយញ៉ាំអស់ពីឆ្នាំងបងប្អូនអរគ្នាដួសហត់ក្តៅញ៉ាំបែកញើសខ្ចាយហ្មងហើយបានជាមួយនឹងទឹកស្ងោរហ្នឹងឲ្យកូនញ៉ាំទៀតហើយនិយាយទៅមួយមុខនេះគឺសម្បូរទៅដោយវីតាមីនច្រើនហើយមានបន្លែច្រើនមុខមិនថាស្អំឬក៏ននោងឬក៏ផ្សិតអីទេបងប្អូនអរគ្នាសិតតែសម្បូរវីតាមីនទាំងអស់ហើយខ្ញុំធ្វើមុខនេះដែរគឺខ្ញុំមានជាមួយនឹងបុកកតុយហើយផងដែរបងប្អូនដើម្បីយើងញ៉ាំជាមួយហិលហើយយើងហត់ទឹកសឡក្តៅទៀតមកគឺឆ្ងាញ់តែម្ដងបន្លែបើសិនតែយើងដាក់ឲ្យអលួយពេកក៏អត់ឆ្ងាញ់ដែរនិយាយទៅមកគ្រាន់តែមកពុះមកយើងប្រត់ភ្លើងតែប៉ុណ្ណឹងឆ្អិនរួចរាល់ជាការស្រេចតែម្ដងណាបងប្អូន